អេរ៉ង់បានបិទដែនអាកាសរបស់ខ្លួនក្រោយទ្រីដំណឹងថាអាមេរិកនឹងបើកការវាយប្រហារនៅ24ម៉ោងខាងមុខនេះប្រទេសអេរ៉ង់បានប្រកាសបិទដែនអាកាសរបស់ខ្លួនទាំងស្រុងកាលពីយប់ថ្ងៃពុធបន្ទាប់ពីសហរដ្ឋអាមេរិកបានគម្រាមធ្វើអន្តរាគមន៍យោធាដោយផ្ទាល់និងបានជួយក្រុមបាតកោអេរ៉ង់ដែលបានស្លាប់ប្រមាណជាង 3000 នាក់ក្នុងការបិទដែនអាកាសរបស់ខ្លួននេះផងដែរការបើកជើងហោះហើរបន្តចំពោះតែជើងហោះហើរអន្តរជាតិក្នុងស្រុកតែប៉ុណ្ណោះក្រៅពីនោះប្រសិនបើមានជើងហោះហើរមួយណាដែលចូលដែនអាកាសរបស់អេរ៉ង់នឹងត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធរ៉ាដាការពាររបស់អេរ៉ង់យោងតាមគេហទំព័រ Flyradar 24ទិន្នន័យតាមដានជើងហោះហើររបស់អេរ៉ង់បានបង្ហាញថាយន្តហោះជាច្រើនត្រូវបានបិទចោលទាំងស្រុងនិងមិនអនុញ្ញាតឲ្យហោះចូលទឹកដីអេរ៉ង់ប៉ុន្មាននាទីក្រោយស្ថានទូតសហរដ្ឋអាមេរិកដែលនៅទីក្រុងយេរូសាឡឹមនិងគុយវ៉េតបានចេញសេចក្តីជូនដំណឹងស្តីអំពីសន្តិសុខដោយណែនាំឲ្យមានការប្រុងប្រយ័ត្នកាន់តែខ្លាំងដោយកំណត់ធ្វើការដំណើរដែលមិនចាំបាច់ទៅកាន់មូលដ្ឋានទ័ពជើងអាកាស Al-Udeid និងបញ្ឈប់ការធ្វើដំណើរជាមួយជើងហោះហើរក្នុងស្រុកបណ្ដោះអាសន្នដែលឆ្ពោះទៅទីតាំងមូលដ្ឋានទ័ពអាមេរិកជាមួយគ្នានេះផងដែរក្រសួងការបរទេសចក្រភពអង់គ្លេស SCDO ក៏បានចេញសេចក្តីជូនដំណឹងមួយដែលណែនាំដល់ពលរដ្ឋរបស់ខ្លួនប្រឆាំងនឹងការផ្អាកធ្វើដំណើរទាំងអស់លើកលែងតែចាំបាច់ទៅកាន់ប្រទេសអ៊ីស្រាអែលមន្ត្រីបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ថាមានហានិភ័យខ្ពស់នៃភាពតានតឹងក្នុងតំបន់សំខាន់ការកើនឡើងនៃភាពតានតឹងអាចនាំឲ្យមានការរំខានដល់ការធ្វើដំណើរនិងផលប៉ះពាល់ដល់អ្នកមិនបានរំពឹងទុកផ្សេងៗទៀតមន្ត្រីអឺរ៉ុប2នាក់បានប្រាប់សារព័ត៌មាន Reuters ថាសហរដ្ឋអាមេរិកនឹងអាចបើកការវាយប្រហារទៅលើអេរ៉ង់ក្នុងរយៈពេល24ម៉ោងខាងមុខនេះដោយពេលនេះមន្ត្រីនិងពលរដ្ឋអាមេរិកដែលនៅក្បែរមូលដ្ឋានទ័ពអាមេរិកនៅកាតាត្រូវបានជួលដំណឹងឲ្យចាក់ចេញពីមូលដ្ឋានទ័ពយ៉ាងណាមិញយើងនឹងរងចាំមើលទាំងអស់គ្នាថាតើសហរដ្ឋអាមេរិកនឹងបើកការវាយប្រហារទៅលើអេរ៉ង់ដែរឬទេហើយអេរ៉ង់អាចការពារដែនអាកាសរបស់ពួកគេបានដែរឬយ៉ាងណាជាចុងក្រោយពីខ្ញុំបានវិថុកសូសូមអរគុណសូមជម្រាបលា